សម្ដេចពុកមានប្រសាសន៍យ៉ាងមុតមមថាការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានចំនួនដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជាថៃដើម្បីបញ្ជានៅការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំកាលពីម្សិលមិញនាល្ងាចថ្ងៃទី8ខែមិថុនាឆ្នាំ2025សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះសារនៅលើគេហទំព័រ Facebook ផ្លូវការរបស់សម្ដេចផ្ទាល់ដោយសម្ដេចពុកបានមានប្រសាសន៍ថាការកែសម្រួលកងទ័ពនៅតំបន់មានចំនួនដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជាថៃដើម្បីបញ្ជានៅការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់ប្រជាជននៃប្រទេសទាំងពីរកម្ពុជាថៃពិតជាចង់មានសន្តិភាពជាបន្តនិងមិនចង់ឃើញនៅសង្គ្រាមនោះឡើយការស្វែងរកដំណោះស្រាយតាមរយៈការចរចាត្រូវបានធ្វើតាំងពីកម្រិតថ្នាក់រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការនៅអង្គភាពជួរមុខទើបមានលទ្ធផលដូចពេលនេះសូមបងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដែលជាវិធីតែមួយគត់ដើម្បីបញ្ជៀសសង្គ្រាមបង្ហូរឈាមនិងដើម្បីមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង